ចាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាអាហារគឺងាយងាយលឿនបែបសាមញ្ញតែឆ្ងាញ់អស់បាយ2ចានអីយោបងប្អូនចាអញ្ចឹងកុំឲ្យបងប្អូនចាំយូរយើងទៅមើលរបៀបធ្វើក្នុងការចៀនពងទាដាក់គ្រឿងទាំងអស់គ្នាដោយថ្ងៃនេះគឺថានាងខ្ញុំចៀនជាមួយនឹងពងទារបស់យើងការចៀនហ្នឹងគឺកុំប្រើភ្លើងខ្លាំងពេកបើសិនជាបងប្អូនប្រើភ្លើងខ្លាំងធ្វើឲ្យពងទារបស់យើងខ្លោចហើយអត់ឆ្អិនល្អទេអញ្ចឹងយើងក្នុងការចៀនពងទាហ្នឹងចៀនភ្លើងសឹមអញ្ចឹងទៅដើម្បីឲ្យពងទារបស់យើងឆ្អិនបានល្អបើសិនជាបងប្អូនចូលចិត្តជាប់ភ្នែកទៅតាមការចូលចិត្តហើយយើងចៀនមកល្មមបើសិនចូលចិត្តឆ្អិនយើងចៀនឲ្យឆ្អិនអញ្ចឹងទៅតែសម្រាប់ពងទាថ្ងៃនេះជាងរៀនឆ្អិនដើម្បីឲ្យកូនរបស់នេះខ្ញុំវាងាយស្រួលក្នុងការញ៉ាំអញ្ចឹងណាបងប្អូនចាហើយបន្ទាប់មកនេះនាងខ្ញុំដាក់ជាមួយនឹងខ្ទឹមសរំលែងឲ្យវារៀងឈ្ងុយបន្តិចទើបនាងខ្ញុំដាក់គ្រឿងបន្ទាប់ទៀតណាហើយការប្រើភ្លើងក៏សឹមដូចគ្នាផងដែរហើយនេះគឺជាស្ករពាងស្ករក្រហមយើងណាដាក់បន្តិចចឹងទៅជាមួយនឹងប៊ីចេងយើងរំលែងជាមួយខ្ទឹមរបស់យើងឲ្យវាឡើងឈ្ងុយតិចសិនតែយើងរំលែងចឹងទៅបញ្ជាក់ថាការដាក់គ្រឿងផ្សំទៅតាមការចូលចិត្តផ្អែមដាក់ស្កររៀងច្រើនតិចអត់ទៅចូលចិត្តដាក់ល្មមបានហើយយើងប្រើជាមួយនឹងទឹកជាមួយនឹងទឹកត្រីបន្តិចចឹងទៅបន្ទាប់ពីយើងរំលែងគ្រឿងជាមួយនឹងទឹករបស់យើងបានល្អហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងពងទារបស់យើងដែលបានចៀនបំបាច់នឹងចូលហើយកុំភ្លេចភ្លក់ថាប្រៃល្មមដែលអាចទទួលយកបានហើយអូខេជាការស្រេចម្ហូបមួយមុខនេះបងប្អូនចូលចិត្តរៀងជូរបន្តិចយើងអាចដួសជាមួយនឹងក្រូចឆ្មាមួយចំណិតបន្តិចចឹងទៅដើម្បីកាន់តែរសជាតិវាកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងការធ្វើពងទាចៀនបែបងាយសាមញ្ញហើយប្លែកមាត់គឺរួចរាល់ហើយយើងនៅជួបគ្នានៅវីដេអូក្រោយៗទៀតណាអរគុណបាយបាយ